សួស្តីបងប្អូនទាំងអស់គ្នាកាលពីម្សិលមិញខ្ញុំបានចេញវីដេអូមួយដែលនិយាយតាក់ទងទៅនឹងសម្រាប់បងប្អូនទី12ដែលធ្វើប្រឡងនៅឆ្នាំនេះហើយខ្ញុំអាចប្រាប់ជាយោបល់ថាតើគួរជ្រើសរើសជំនាញតាមក្តីសម័យឬក៏ជ្រើសរើសជំនាញទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះហើយខ្ញុំឃើញមានសំណួរជាច្រើនបានសួរមកកាន់ខ្ញុំតែខ្ញុំសូមលើកយកតែ4សំណួរប៉ុណ្ណោះយកមកបកស្រាយនៅថ្ងៃនេះតែពួកគាត់បានសួរជាច្រើនតែពេលខ្លះសំណួរក៏វាមានភាពស្តៀងគ្នាតែខ្ញុំសូមយកលើកយកនៅ4សំណួរសម្រាប់បងប្អូនទី12អាចយកទៅគិតពិចារណាបានតែសំណួរទី1នោះគឺតើធ្វើដូចម្តេចទើបទទួលបានអាហារូបករណ៍សំណួរនេះគឺល្អខ្លាំងមែនទែនសម្រាប់ខេត្តជនបទដូចជាខ្ញុំអាហារូបករណ៍គឺពិតជាសំខាន់មែនទែនព្រោះយើងអាចជួយកាត់បន្ថយនៅការចំណាយផ្សេងមួយទៀតអាហារូបករណ៍គឺមានច្រើនប្រភេទមែនទែនបើតាមខ្ញុំចាំដូចជាការខ្ញុំនៅរៀនទី12ហ្នឹងពេលពាក់កណ្ដាលឆ្នាំដូចជាក្នុងខែប៉ុន្មានខ្ញុំភ្លេចទេប៉ុន្តែដឹងតែថាពេលហ្នឹងគឺក្រសួងគេនឹងដាក់ឲ្យទៅតាមសាលាវិទ្យាល័យនឹងឲ្យសិស្សយើងចុះឈ្មោះបំពេញ form ទៅដើម្បីទទួលបានអាហារូបករណ៍ពេលហ្នឹងចាំថាខ្ញុំពេលហ្នឹងមកជាប់អាហារូបករណ៍ហ្នឹងទេប៉ុន្តែខ្ញុំមានមិត្តភ័ក្តិផ្សេងគាត់ជាប់អាហារូបករណ៍ហ្នឹងអញ្ចឹងអាហ្នឹងក៏ជាអាហារូបករណ៍មួយសម្រាប់សិស្សទី12ឬក៏បងប្អូនទី12ដែរដែលអាចទទួលបានមួយទៀតអាហារូបករណ៍ដែលទទួលបានពីការប្រឡងផ្សេងដូចជានៅពេលដែលយើងប្រឡងទី12ចប់ហ្នឹងតាមសាលាដែលគាត់ធ្លាប់ផ្ដល់អាហារូបករណ៍ហ្នឹងគាត់នឹងផុសតាម Facebook page របស់សាលាគាត់អញ្ចឹងបងប្អូនអាច follow page របស់តាមសាលាមួយហ្នឹងទៅដើម្បីពេលដែលគាត់ផុសថាមានការប្រឡងអាហារូបករណ៍យើងនឹងឃើញមុនគេហើយយើងនឹងត្រូវបានដាក់ពាក្យតាមសាលាអត់តែសាលាណាគេដាក់អាហារូបករណ៍ទៅប្រឡងទាំងអស់ទៅខ្ញុំខ្លាចក្នុងការបរាជ័យត្បិតយើងមកពីបណ្ដាខេត្តពេលខ្លះយើងគិតថាសមត្ថភាពយើងនៅដល់គុំគិតអញ្ចឹងយើងហើយណាក៏យើងបានសាកល្បងនៅសមត្ថភាពរបស់យើងនៅក្នុងការប្រកួតប្រជែងយកអាហារូបករណ៍នឹងដូចគ្នាមួយទៀតអាហារូបករណ៍បែបជាការរត់ផ្ដល់ឲ្យពីស្ថាប័នណាមួយក៏មានការផ្ដល់ជូនទៅកាន់សិស្សអាហារសិស្សមកពីតាមបណ្ដាខេត្តឬក៏សិស្សដែលក្រីក្រផងដែរហ្នឹងក៏យើងជាឱកាសមួយដែលយើងអាចទទួលបានអាហារូបករណ៍ដូចគ្នាមួយទៀតអាហារូបករណ៍ដែលគេហៅថាបួកទៅរៀននៅក្រៅប្រទេសមានច្រើនមែនតើហ្នឹងគឺអាចមានផុសនៅក្នុង page ឬក៏ page របស់ក្រសួងអប់រំឬក៏ page នៅក្នុង page ផ្លូវការណាមួយអញ្ចឹងនៅបងអូនអាចទៅ like page របស់ក្រសួងទៅព្រោះនៅពេលដែលមានការប្រកាសថានឹងមានផ្ដល់អាហារូបករណ៍នឹងយើងនឹងបានទទួលបានមុនគេផងដែរហើយចំពោះសំណួរទី2ពេលរៀននៅសាលាមួយណាល្អជាងមួយណាសំណួរនេះខ្ញុំក៏ទទួលបានច្រើនដែរប៉ុន្តែស្តៀងគ្នាក៏សួរថាតើសាលានៅសាកលនៅភ្នំពេញហ្នឹងមួយណាល្អជាងមួយណាសម្រាប់ខ្ញុំសូមផ្ដល់ទៅកាន់បងអូនវិញថាសាលាមួយណាក៏ល្អដែរបងអូនព្រោះពាក្យថាសាលារៀនគឺចង់ឲ្យតែកូនសិស្សមានអនាគតល្អគ្រូបរៀនគឺចង់ឲ្យតែកូនសិស្សខ្លាយទៅជាកូនសិស្សល្អខ្លាយទៅជាទំពាំងមួយដែលល្អដូចគ្នាអញ្ចឹងសាលាណាក៏ល្អដែរតែគ្រាន់ថាសាលាមានទៅតាមជំនាញដែលយើងជ្រើសរើសអញ្ចឹងយើងគួរតែជ្រើសរើសសាលាណាដែលដូចវីដេអូមុនខ្ញុំនិយាយចឹងថាសាលាដែលគេហៅថាយើងចង់រៀនជំនាញហ្នឹងអញ្ចឹងយើងអាចសិក្សាពីសាលាមួយហ្នឹងថាពេលដែលយើងរៀនជំនាញមួយហ្នឹងមិនដែរអាចផ្ដល់ឲ្យយើងនៅពេលដែលយើងរៀនចប់មិនដែរម្លងពេលសិក្សាមានកម្មវិធីអីគេខ្លះដែលគួរចាប់អារម្មណ៍ដែលអាចឲ្យយើងទទួលយកហើយយើងមានការអភិវឌ្ឍសមត្ថភាពរបស់យើងអញ្ចឹងសរុបមកសាលាមួយណាក៏ល្អដែរប៉ុន្តែបងអូនអាចពិភាក្សាជាមួយនឹងសិស្សច្បងឬក៏រកអ្នកណាដែលបងអូនគិតថាបងអូនឆ្លាញ់ជំនាញមួយហ្នឹងហើយគាត់រៀនជំនាញនឹងដែរអញ្ចឹងអាចសាកសួរពីសាលាណាដែលគាត់បានរៀននឹងគាត់នឹងណែនាំបន្ថែមថាសាលាមួយនេះសាលាមួយនោះដែលល្អអញ្ចឹងណាបងអូនចាបន្តទៅទៀតគឺសំណួរទី3តាក់ទងទៅនឹងពេលរៀននៅសាកលគេគិតនិទេសអត់បងសំណួរនេះក៏ល្អដែរសម្រាប់សិស្សដែលមកពីតាមបណ្ដាខេត្តហើយរួមទៅពេលដែលយើងឈានជើងចូលមកសាកលវិទ្យាល័យពេលដែលយើងប្រឡងបាក់ឌុបហើយមិនថាបាននិទេសអ្វីក៏ដោយពី A ដល់គឺគេគិតនិទេសទេប៉ុន្តែដោយឡែកទៅតាមសាលាមួយចំនួនដែលជា
anh vậyបានថាជីកម្រិតមួយរៀងខ្ពស់អាហ្នឹងគេអាចគិតរឿងនិទេសឬក៏អាចគិតទៅលើរឿងសមត្ថភាពដែរប៉ុន្តែជាទូទៅបើយើងរៀនគឺគេអត់គិតអត់គិតនិទេសទេសំខាន់ឲ្យតែយើងមានសមត្ថភាពហើយយើងមកដាក់ពាក្យចូលរៀនប្រឡងចូលរៀនចប់គឺយើងនឹងបានចូលរៀនហើយអត់គិតនិទេសទេអឺសំណួរទី4បងបើខ្ញុំខ្សោយភាសាគួររៀននៅសាលាណាបងសូមបងជួយណែនាំផងអរគុណចំពោះភាសាខ្ញុំលើកទឹកចិត្តមែនតើតាមវីដេអូមុនក៏ខ្ញុំនិយាយដែរថាបើសិនជាយើងមកតាមពីបណ្ដាខេត្តអញនិយាយបានថាភាសារបស់យើងនៅខ្សោយមែនតើបើធៀបទៅនឹងគេបងប្អូននៃគាត់នៅទីក្រុងណាប៉ុន្តែយើងកុំបាក់ទឹកចិត្តតួយ៉ាងខ្ញុំតែម្ដងខ្ញុំមករៀនដំបូងអត់ចេះកុំព្យូទ័រលេងអត់ចេះហ្មងប៉ុន្តែខ្ញុំគិតថាអត់មានអីខុសពីរៀននេះហើយយើងដាក់ចិត្តថារៀនភាសាឥឡូវគឺទំនើបមែនតើយើងអាចមានតាំងរៀននៅសាលាហើយនៅរៀនតាមអនឡាញបើសិនជាយើងអត់មានពេលទៅរៀនផ្ទាល់ទេយើងអាចជ្រើសរើសរៀនអនឡាញដូចខ្ញុំអញ្ចឹងខ្ញុំរៀនភាសាតែខ្ញុំរៀនទៅតាមអនឡាញហើយខ្ញុំមិនដែលទៅរៀនផ្ទាល់ទេដោយសារតែអត់មានពេលទៅរៀនផ្ទាល់ពេលអត់សមស្របជាមួយនឹងសាលាហើយយើងអត់មានពេលច្បាស់លាស់អញ្ចឹងខ្ញុំក៏ជ្រើសរើសរៀនតាមអនឡាញព្រោះថាការរៀនតាមអនឡាញយើងរៀននៅតាណាក៏បានដែរអញ្ចឹងអត់មានបញ្ហានៅក្នុងការរៀនភាសាទេចំពោះសាលាវិញបើសិនជាប្អូនចង់រៀនភាសាសាលាចង់រៀនបែបខ្លីៗឬក៏ចង់រៀនបែបភាសាដែលមានទាំងភាសាខ្មែរនិងភាសាចិនខ្ញុំសូមណែនាំមជ្ឈមណ្ឌល Spring ព្រោះខ្ញុំក៏រៀននៅ Spring ដែរហើយមានភាសាហើយមានសាលារៀនជាច្រើនទៀតដែលខ្ញុំគិតថាល្អដូចគ្នាអញ្ចឹងបើសិនជាប្អូនចាប់អារម្មណ៍រៀនភាសាប្អូនអាចទៅរៀននៅតាមវគ្គខ្លីៗឬក៏រៀនជាបញ្ញាបត្រក៏បានរៀនជាលក្ខណៈ short term ក៏បានដែរអញ្ចឹងវីដេអូនៃការឆ្លើយសំណួរទាំង4សំណួររបស់ខ្ញុំចំពោះបងប្អូនទី12គឺមានតែប៉ុណ្្នឹងដែរហើយបើសិនជាបងចង់ដឹងនៅសំណួរឬក៏ចង់ដឹងពីការសិក្សាបែបម៉េចអាច comment បានខ្ញុំនឹងធ្វើវីដេអូបកស្រាយទោះមិនបានល្អិតល្អន់តែខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពអរគុណ